តើវេលាមួយមានស្រីចំណាស់ម្នាក់ជ្រើសរើសកូនប្រសារដែលស័ក្តិសមបំផុតសម្រាប់កូនស្រីខ្លួនហើយថ្ងៃមួយនោះម៉ែកូនស្រឡាញ់កូនម៉ែហ៎ស្រឡាញ់កូនអញមានការងារអីធ្វើនៅនៅមិនទាន់គ្រប់គ្រាន់ទេដឹងថ្ងៃបោះឆ្នោតហើយនៅប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី4ខែមិថុនាឆ្នាំ2017នេះឲ្យបានគ្រប់គ្នាឯកសារសម្រាប់បោះឆ្នោតនោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រូវនាំមកជាមួយអត្តសញ្ញាណប័ណ្ណប្រជាជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោតនោះអ្នកអាចបោះឆ្នោតបានហើយនៅចាំអីទៀតរស់រានឡើងបំពេញករណីកិច្ចជាពលរដ្ឋខ្មែរទៅបោះឆ្នោតដើម្បីការអភិវឌ្ឍឃុំសង្កាត់របស់យើង